ស្វាគមន៍ពុកម៉ែបងប្អូនមកកាន់ព័ត៌មានថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025នេះអតីតនាយករដ្ឋមន្ត្រីស្ដីទីនិងរដ្ឋមន្ត្រីការពារជាតិរបស់ថៃបានក្រវីក្បាលបដិសេធមិនបានបញ្ជាឲ្យមានបទឈប់បាញ់នៅក្នុងរាជធានីបាងកកសេចក្តីថ្លែងការណ៍របស់លោកប៊ុនស៊ិនផាតខ្លាំងអតីតមេបញ្ជាការយោធាយុទ្ធភូមិភាគទី2ថៃបានបញ្ឆេះការជជែកដេញដោលជាសាធារណៈឡើងវិញជុំវិញការប៉ះទង្គិចគ្នាតាមព្រំដែនរបស់ប្រទេសថៃជាមួយនឹងប្រទេសកម្ពុជានៅថ្ងៃទី24ខែកក្កដាកន្លងផុតទៅនេះលោកប៊ុនស៊ិនបានអះអាងថាប្រហែល6ម៉ោងបន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកងទ័ពរបស់ថៃត្រូវបានបញ្ជាឲ្យបញ្ឈប់ការបាញ់ប្រហារជាបញ្ជាដែលគាត់បានបដិសេធមិនធ្វើតាមដោយបន្ថែមថាការសម្រេចចិត្តនេះបានធ្វើឲ្យប្រទេសថៃស្ថិតនៅក្នុងស្ថានភាពមិនអំណោយផលនៅក្នុងតំបន់ព្រំដែនមួយចំនួនរហូតមកដល់សប្តាហ៍ថ្ងៃនេះការកត់សម្គាល់នេះបានបង្កឲ្យមានការប៉ាន់ស្មានជាច្រើនលេចឡើងនៅក្នុងប្រទេសថៃដោយមានមនុស្សជាច្រើនសួរថានរណាគឺជាអ្នកចេញបញ្ជាអិសរាជជនសំខាន់ម្នាក់ដែលកំពុងក្លាយជាផ្ទាំងស៊ីបគឺលោកភូមិធរវិជ្ជឆៃដែលនៅពេលនោះជាឧបនាយករដ្ឋមន្ត្រីនិងជានាយករដ្ឋមន្ត្រីស្ដីទីលោកក៏បានហោះហើរទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីចុះហត្ថលេខាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយនឹងកម្ពុជានៅថ្ងៃទី28ខែកក្កដាកន្លងផុតទៅពេលដែលអ្នកយកសារព័ត៌មានសួរអំពីការចោទប្រកាន់នេះលោកបានបដិសេធចំពោះការជ្រៀតជ្រែកខាងនយោបាយលោកបានអះអាងថាខ្ញុំសូមបញ្ជាក់ថាគ្មានអិសរាជជននយោបាយណាម្នាក់ពាក់ព័ន្ធទៅនឹងការចេញបទបញ្ជាបែបនេះទេលោកនឹងបង្ហោះការបំភ្លឺបន្ថែមនៅលើ Facebook នៅក្នុងពេលឆាប់នេះទន្ទឹមនឹងនោះរដ្ឋមន្ត្រីក្រសួងការពារជាតិលោកណាតពលណផានិចក៏បានបដិសេធខាងលើថាលោកបានបញ្ជាឲ្យមានបទឈប់បាញ់នៅថ្ងៃដំបូងនៃការប្រយុទ្ធគ្នាផងដែរលោកបាននិយាយថាខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ខ្ញុំមិនបានបញ្ជាឲ្យមានការបទឈប់បាញ់នៅថ្ងៃទី24ខែកក្កដានោះទេខ្ញុំគ្រាន់តែតាមដានស្ថានភាពប៉ុណ្ណោះខ្ញុំចាំថាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាខ្ញុំបានផ្ទេរអំណាចទៅឲ្យមេបញ្ជាការដែលមានមេបញ្ជាការកម្ពុជាជាប្រធាននៅពេលសួរថាតើលោកដឹងទេថានរណាជាអ្នកចេញបញ្ជាឲ្យឈប់បាញ់លោកណាតពលបានឆ្លើយតបថាអ្នកត្រូវសួរអ្នកដែលធ្វើការអះអាងនោះខ្ញុំមិនដឹងថានរណាគឺជាអ្នកបញ្ជាវាទេសូមសួរឧត្តមសេនីយ៍ឯកប៊ុនស៊ិនផ្ទាល់ប្រមុខការពារជាតិរុកនេះបានបដិសេធខាងលើដោយលើកឡើងថាលោកស្ថិតនៅក្រោមសម្ពាធបន្ទាប់ពីភាពចម្រូងចម្រាសនេះនៅពេលដែលសួរថាតើសេចក្តីថ្លែងការណ៍របស់លោកប៊ុនស៊ិនអាចប៉ះពាល់ដល់មុខមាត់ប្រទេសថៃបានដែរឬទេលោកណាតពលបានឆ្លើយថាលោកមិនប្រកាសនោះទេលោកបានបន្ថែមទៀតថាអ្នកនឹងត្រូវសួរឧត្តមសេនីយ៍ឯកប៊ុនស៊ិនថាហេតុអ្វីបានជាគាត់និយាយដូច្នេះអ្វីដែលខ្ញុំបានពិភាក្សាជាមួយនឹងឧត្តមសេនីយ៍ឯកផណាក្លាវភ្លុតភុកមេបញ្ជាការកងទ័ពជើងគោកលោកបានបញ្ជាក់ថាខ្ញុំមិនមានបទបញ្ជានេះទេនៅពេលសួរដោយផ្ទាល់ថាតើលោកភូមិធរក្នុងនាមជានាយករដ្ឋមន្ត្រីស្ដីទីនៅពេលនោះបានចេញបទបញ្ជាឈប់បាញ់តាមរយៈលោកឬអត់លោកណាតពលបានឆ្លើយយ៉ាងម៉ឺងម៉ាត់ថា
តាមអ្វីដែលខ្ញុំបានឃើញมันមានបទបញ្ជាបែបនេះទេក្រោយមកនៅក្នុងសង្ការបង្ហោះនៅលើទំព័រ Facebook លោកណាត់តាពលបាននិយាយថាក្នុងនាមជាអតីតឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខជាតិនិងជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ NSC លោកមានអារម្មណ៍ថាចាំបាច់ត្រូវបញ្យល់ពីការពិតពីសម័យកាលនោះដល់សាធារណជនចំណែករឿងរ៉ាវមួយទៀតវិញថៃបានផ្អាកនិងបន្តសុពលភាពការងារសម្រាប់ពលកររបស់កម្ពុជាដែលលិខិតអនុញ្ញាតនៅផុតកំណត់នៅក្នុងទីក្រុងបាងកកនាយករដ្ឋមន្ត្រីរបស់ថៃអនុទិនបានផ្អាកលិខិតអនុញ្ញាតការងារពិសេសសម្រាប់ពលករកម្ពុជាដែលផុតកំណត់រងចាំការផ្ទៀងផ្ទាត់ដោយលើកឡើងអំពីសន្តិសុខជាតិនិងអនុលោមតាមច្បាប់នេះបើតាមកាសែត The Nation ចុះផ្សាយនៅថ្ងៃទី10វិច្ឆិកាលោកស្រីត្រៃសុលីអគ្គលេខាធិការរបស់នាយករដ្ឋមន្ត្រីបាននិយាយថានាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកអនុទិនបានផ្អាកការចុះហត្ថលេខាលើសេចក្តីព្រមព្រៀងនិងប្រកាសរបស់ក្រសួងមហាផ្ទៃដែលបានអនុញ្ញាតឲ្យជនជាតិខ្មែរដែលមានលិខិតអនុញ្ញាតការងារផុតកំណត់ស្នាក់នៅប្រទេសថៃជាបណ្ដោះអាសន្នសេចក្តីព្រៀងបទបញ្ជានេះស្នើឡើងក្រោមរដ្ឋបាលមុនដឹកនាំដោយលោកនាយករដ្ឋមន្ត្រីស្ដីទីលោកភូមិធម្មវិជ្ជឆៃបានអនុវត្តតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីនៅថ្ងៃទី19ខែសីហាឆ្នាំ2025ដោយផ្ដល់ការអនុញ្ញាតពិសេសសម្រាប់ពលកររបស់កម្ពុជាឲ្យស្នាក់នៅរយៈពេល1ឆ្នាំបន្ថែមទៀតទោះជាយ៉ាងណាក៏ដោយលោកអនុទិនបានបញ្ជាឲ្យមានការពិនិត្យឡើងវិញពេញលេញដើម្បីធានាបាននៅអនុលោមតាមច្បាប់យ៉ាងតឹងរ៉ឹងនិងការផ្ទៀងផ្ទាត់ពេញលេញនៃការកំណត់ត្រាទាំងអស់មុនពេលអនុវត្តអាជ្ញាធររបស់ថៃបានរកឃើញថាពលកររបស់កម្ពុជាជិត100,000 នាក់ដែលលិខិតអនុញ្ញាតការងាររបស់ពួកគេផុតកំណត់នៅក្នុងខែកុម្ភៈឆ្នាំ2025มันអាចកំណត់អត្តសញ្ញាណឬកំណត់ទីតាំងបានត្រឹមត្រូវទេលោកស្រីត្រៃសុលីបាននិយាយថាការផ្ដល់ការបន្តដោយស្វ័យប្រវត្តិដោយគ្មានការផ្ទៀងផ្ទាត់អាចបង្កហានិភ័យដល់សន្តិសុខជាតិនិងបង្កើនករណីចូលប្រទេសខុសច្បាប់និងឧក្រិដ្ឋកម្មឆ្លងដែនលោកនាយករដ្ឋមន្ត្រីអនុទិនបានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលថៃបដិញ្ញាចិត្តចំពោះគ្រប់គ្រងពលករបរទេសដោយតម្លាភាពនិងស្របច្បាប់ដោយធានាថាគ្មានចំនួនប្រហោងចន្លោះប្រហោងណាមួយគំរាមកំហែងដល់សន្តិសុខនិងស្ថិរភាពសេដ្ឋកិច្ចឡើយក្រសួងមហាផ្ទៃជាមួយនឹងក្រសួងកាងារត្រូវបានណែនាំឲ្យពិនិត្យឡើងវិញនៅសំណើនេះរួមគ្នានិងបង្ហាញកំណែកែសម្រួលសម្រាប់គណៈរដ្ឋមន្ត្រីពិចារណាសេចក្តីសម្រាប់ចុះថ្ងៃទី19ខែសីហាមានគោលបំណងបន្ធូរបន្ថយកង្វះខាតកម្លាំងពលកម្មដោយអនុញ្ញាតឲ្យពលករចំណាក់ស្រុកមកពីប្រទេសកម្ពុជាប្រទេសឡាវមីយ៉ាន់ម៉ានិងវៀតណាមដែលលិខិតអនុញ្ញាតធ្វើការរបស់ពួកគេផុតកំណត់ស្នាក់នៅក្នុងប្រទេសថៃនិងធ្វើការជាបណ្ដោះអាសន្នរយៈពេល1ឆ្នាំប៉ុន្តែវាតម្រូវឲ្យមានហត្ថលេខារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទើបមានប្រសិទ្ធភាព